บนกะธนเตียนมหาสามกีวัดព្រះពុទ្ធលក្ខណាមហាវិហារទូលព្រះបង្គំខ្ញុំម្ចាស់យើងក៏ខ្ញុំព្រះករុណាទាំងឡាយជាគណៈកម្មការត្រួតត្រងវត្តព្រះពុទ្ធលក្ខណាមហាវិហារនៃរដ្ឋបាលស្រុកកំពង់លែងមានឃុំចំនួន9និង44ភូមិនិងមហាពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទីទាំងអស់បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើបុណ្យកឋិនទានមហាសាមគ្គីដើម្បីដង្ហែវេរប្រគេនចំពោះព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាវត្តព្រះពុទ្ធលក្ខណាមហាវិហារស្ថិតក្នុងភូមិច្រឡងឃុំដាស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងដើម្បីរួបរวมកម្លាំងសទ្ធាគ្នាកសាងសេនាសនៈទានមានគុតព្រះសង្ឃគង់ស្នាក់នៅបណ្ដោយប្រវែង21ម៉ែត្រនិងទទឹង8ម៉ែត្រនិងព្រះបរមចេតិយសម្រាប់តម្កល់ព្រះបរមអធិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរសេចក្តីដូចបានជម្រាបជូនដំណឹងបុណ្យមកខាងលើនេះសូមគោរពអញ្ជើញឯកឧត្តមលោកជំទាវអ្នកអញ្ញាលោកស្រីមហាពុទ្ធបរិស័ទអ្នកមានចិត្តបុណ្យទាំងឡាយគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាចូលរួមបំពេញបុណ្យកុសលក្នុងកម្មវិធីបុណ្យកឋិនទានមហាសាមគ្គីនេះឲ្យបានច្រើនកកនិងឱឡារិកអធិកតហមដើម្បីលើកតម្កើងកិត្យានុភាពនិងបន្តអាយុកាលព្រះពុទ្ធសាសនានៃយើងឲ្យបានឋិតហេតុកំកើងរុងរឿងគ្រប់5000ព្រះវស្សាព្រមទាំងអនុមោទនាយកអានិសង្ឃក្នុងឋានៈនាមជាម្ចាស់បុណ្យគ្រប់គ្នាកំបីខានឡើយកម្មវិធីបុណ្យថ្ងៃពុទ្ធមួយកើតខែកដិកឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី22ខែតុលាឆ្នាំ2025វេលាម៉ោង3រសៀលជួបជុំពុទ្ធបរិស័ទប្រារព្ធកិច្ចនមស្ការសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងនៅព្រះធម្មវិសេសទេសនាលុះព្រឹកឡើងថ្ងៃប្រហ័ស2កើតខែកដិកឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី23ខែតុលាឆ្នាំ2025វេលាព្រឹកម៉ោង 6:00 នាទីរៀបចំយាគូប្រគេនព្រះសង្ឃម៉ោង 9:27 នាទីប្រារព្ធពុទ្ធសាសនវិធីនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះពុទ្ធមន្តក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះអភិសិរីសុគន្ធមហាសង្ឃរាជាធិបតីកេតិឧទេសបណ្ឌិតបូក្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតវេលាម៉ោង 10:50 នាទីព្រឹកពិធីវេអង្គព្រះកឋិនទានមហាសាមគ្គីចំពោះព្រះសង្ឃដាក់បាតឆ្លងបុណ្យកឋិនទានមហាសាមគ្គីឧទ្ទិសបុណ្យកុសលជូនដល់ដួងវិញ្ញាណក្ខន្ធពុព្វការីជនជាកិច្ចសម្រេចបុណ្យ
វេលាម៉ោង 11:44 នាទីព្រឹកពិសាហាជាលក្ខណៈគ្រួសារធัวអ្នកផ្ដើមបុណ្យសតិហាសាមគ្គីជ្រះថ្លារបស់ឯកឧត្តមលោកជំទាវអ្នកអញ្ញាលោកស្រីអ្នកជ្រះថ្លាទាំងអស់ម្ចាស់វេនបិណ្ឌទាំង14វេននិងពុទ្ធបរិស័ទ44ភូមិនៃឃុំទាំង9របស់ស្រុកកំពង់លែងព័ត៌មានបន្ថែមសូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទ097 334 9393សូមអរព្រគុណនិងសូមអរគុណ